ក្តីសុខក៏បងប្អូនមិនចាំបាច់តតែយើងមានលុយច្រើនទៅបានយើងមានក្តីសុខអត់មាននរណាម្នាក់អាចបំពេញសេចក្តីសុខផ្លូវចិត្តឲ្យយើងបានទេបងប្អូនសូម្បីតែមិត្តភក្តិបងប្អូនញាតិគ្រួសារកូនប្តីប្រពន្ធក៏អត់មានអ្នកទាំងអស់ហ្នឹងក៏អត់បានបំពេញសេចក្តីសុខឲ្យយើងដែរសេចក្តីសុខគឺកើតចេញពីអីសេចក្តីសុខគឺកើតចេញពីចិត្តព្រមយើងត្រូវចេះរើសសេចក្តីសុខយកមកដាក់ខ្លួនចុះបើយើងរើសតែសេចក្តីទុកដាក់ខ្លួនហើយយើងសប្តាហ៍ថ្ងៃនេះហ៎បងប្អូនតើយើងម្នាក់ប្រឹងប្រែងរកប្រាក់ដើម្បីអ្វីដែរបងប្អូនគឺសុទ្ធតែដើម្បីបំពេញសេចក្តីសុខហើយមិនតែអត់បងប្អូនទាំងអស់គ្នាចុះហេតុអីពេលដែលរកប្រាក់បានហើយហេតុអីក៏មិនមានសេចក្តីសុខផ្លូវចិត្តនេះបងប្អូនមានឆ្ងល់អត់ក្តីសុខក៏បងប្អូនមិនចាំបាច់តតែយើងមានលុយច្រើនទៅបានយើងមានក្តីសុខនោះទេយើងត្រូវចាំថារស់នៅក្នុងបរិបទណាសម្របខ្លួនទៅតាមបរិបទនឹងសុខនឹងកើតឡើងដោយស្វ័យប្រវត្តិសុខក៏បងប្អូនសុខសំបីតែមានសេចក្តីសុខសំបីតែជំពាក់លុយគេក៏ដោយដោយសារអីបើយើងដឹងថាខ្លួនយើងជំពាក់លុយគេហើយយើងប្រឹងប្រែងធ្វើការរកប្រាក់ដើម្បីដោះបំណុលគេទៅឯសេចក្តីសុខផ្លូវចិត្តគឺត្រូវតែបំពេញសុខដោយភាពពេញចិត្តហើយយើងត្រូវចាំថាអត់មាននរណាម្នាក់អាចបំពេញសេចក្តីសុខផ្លូវចិត្តឲ្យយើងបានទេបងប្អូនសូម្បីតែមិត្តភក្តិបងប្អូនញាតិគ្រួសារកូនប្តីប្រពន្ធក៏អត់មានអ្នកទាំងអស់ហ្នឹងក៏អត់បានបំពេញសេចក្តីសុខឲ្យយើងដែរសេចក្តីសុខគឺកើតចេញពីអីសេចក្តីសុខគឺកើតចេញពីចិត្តព្រមចិត្តរបស់យើងព្រមមកបងប្អូននោះយើងនឹងមានសេចក្តីសុខផ្លូវចិត្តហើយយើងត្រូវចេះរើសសេចក្តីសុខយកមកដាក់ខ្លួនចុះបើយើងរើសតែសេចក្តីទុកដាក់ខ្លួនហើយយើងរកសុខមកពីណាឃើញមែនអត់បងប្អូនលុះត្រាតែយើងរើសសេចក្តីសុខមួយណាជាសេចក្តីសុខយើងរើសសេចក្តីសុខនឹងមកដាក់ក្នុងផ្លូវចិត្តយើងនឹងមានសេចក្តីសុខដោយស្វ័យប្រវត្តិហើយបងប្អូនទាំងអស់នឹងហើយគឺជាជីវិតយើងត្រូវចាំថាបើយើងជ្រើសរបស់អ្វីមួយហើយធ្វើឲ្យយើងក្តៅកាហាយមិនសប្បាយចិត្តចូលបងប្អូនទម្លាក់វាចោលចោះតែបើបងប្អូនជ្រើសរើសរបស់អ្វីមួយដែលធ្វើឲ្យបងប្អូនសប្បាយចិត្តរីករាយក្នុងចិត្តជីវិតនេះមានក្តីសុខចូលបងប្អូនបន្តជ្រើសរើសរបស់នឹងបន្តទៅទៀតចោះបានន័យថាបងប្អូនជ្រើសរើសរបស់ត្រូវហើយចែករំលែកបទពិសោធន៍ដោយក្តីស្រឡាញ់បើបងប្អូនពេញចិត្តគាំទ្រវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ជួយ comment share ហើយនឹង subscribe YouTube របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនខ្ញុំទម្លាក់ link YouTube គឺនៅក្នុង comment Facebook នេះណាបងប្អូនអរគុណច្រើនបងប្អូនចែករំលែកបទពិសោធន៍ដោយក្តីស្រឡាញ់